រោងចក្រកែច្នៃនិងហាន់ថ្នាំជក់មួយកន្លែងស្ថិតនៅឃុំគោកទ្របស្រុកកណ្ដាលស្ទឹងសង្ស័យមិនមានច្បាប់អនុញ្ញាតសូមមន្ត្រីជំនាញចុះត្រួតពិនិត្យអង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍បឋមជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសលោកអូតសាវឿនអភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹងដើម្បីឲ្យលោកបានជ្រាបក្នុងករណីទីតាំងរោងចក្រឃ្លាំងស្តុកកែច្នៃនិងហាន់ថ្នាំជក់នៅតាមបណ្ដោយប្រឡាយមួយកន្លែងនៅក្នុងភូមិលៀកឃុំគោកទ្របស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដំណើរការជារៀងរាល់ថ្ងៃអង្គភាពសារព័ត៌មានសូមធ្វើការស្នើសុំគោរពចំពោះក្រសួងពាណិជ្ជកម្មសូមធ្វើការចុះអធិការកិច្ចដើម្បីពិនិត្យមើលទីតាំងនេះដែលមិនបានលើកស្លាកយីហោឲ្យបានត្រឹមត្រូវចំពោះមុខរបរនៃអាជីវកម្មថាជាប្រភេទការធ្វើពាណិជ្ជកម្មរបៀបក្រុមហ៊ុនឬក៏សហគ្រាសណានោះទេអង្គភាពសារព័ត៌មានរបស់យើងស្នើសុំចំពោះអគ្គនាយកដ្ឋានការពារអ្នកប្រាស្រ័យកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកបបដើម្បីចុះត្រួតពិនិត្យទីតាំងខាងលើនេះអាចនឹងនាំឲ្យមានផលប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋដែរឬយ៉ាងណាអង្គភាពសារព័ត៌មានយើងស្នើសុំចំពោះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិនិត្យមើលទីតាំងនេះថាមានការចុះបញ្ជីស្របទៅតាមនីតិវិធីច្បាប់ដែរឬយ៉ាងណានិងដើម្បីជៀសវាងមានការរិះគន់ចេញពីពាណិជ្ជករអាជីវករនិងសហគ្រិនដទៃទៀតដែលមានមុខរបរដូចគ្នាឬមុខរបរប្រហាក់ប្រហែលគ្នាដែលអនុវត្តប្រព្រឹត្តនៅការគោរពច្បាប់យ៉ាងត្រឹមត្រូវរោងចក្រកែច្នៃនិងហាន់ថ្នាំជក់មិនមានស្លាកយីហោមួយកន្លែងនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងទៅលើបណ្ដាញទំនាក់ទំនងផ្សព្វផ្សាយសង្គមរោងចក្រគ្មានស្លាកយីហោជាច្រើនដែលរកស៊ីកិច្ចពន្ធឬបង់ពន្ធមិនគ្រប់ដែលជាហេតុនាំឲ្យមន្ត្រីជំនាញមិនបានត្រួតពិនិត្យដិតដល់ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនិងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះដោយសារតែការជះក្លិនបង្កឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរផងដែរជាក់ស្ដែងបន្ទាប់ពីអង្គភាពសារព័ត៌មានរបស់យើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានបានធ្វើដំណើរចុះទៅដល់ទីតាំងខាងលើនិងបានថតផ្តិតយករូបភាពរួចស្វែងរកទំនាក់ទំនងពីរោងចក្រខាងលើនៅពេលនោះមិនឃើញមានសន្តិសុខនោះទេហើយក៏មិនមានបិទស្លាកអ្វីទាំងអស់ទើបអង្គភាពយើងធ្វើដំណើរវិលត្រឡប់មកវិញរួចបន្តធ្វើការទំនាក់ទំនងទៅកាន់លោកមេឃុំគោកទ្របនៅថ្ងៃទី13ខែកក្កដាឆ្នាំ2026តាមរយៈប្រព័ន្ធ Telegram ដើម្បីសាកសួរជុំវិញទីតាំងខាងលើនិងរាយការណ៍ព័ត៌មានជូនដល់លោកអាជ្ញាធរនៅក្នុងមូលដ្ឋានដែលពេលនោះលោកបានចូលមើលហើយមិនមានការឆ្លើយតបវិលត្រឡប់មកវិញនោះទេអង្គភាពយើងបន្តសាកសួរនិងរាយការណ៍ព័ត៌មានជូនទៅលោកអូតសាវឿនដែលជាអភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹងនៅថ្ងៃដដែលនោះតែនៅថ្ងៃបន្ទាប់លោកបានឆ្លើយតបថាចាំឆែកមើលសិនអង្គភាពសារព័ត៌មានរបស់យើងសូមគោរពស្នើសុំឯកឧត្តមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលសូមចាត់មន្ត្រីដើម្បីចុះធ្វើអធិការកិច្ចនៅទីតាំងខាងលើនោះផងនិងស្នើសុំចំពោះឯកឧត្តមអៀងសុផាឡែតសូមជួយដាក់មន្ត្រីចុះអធិការកិច្ចផងដែរហើយជាពិសេសផងដែរនោះមន្ត្រីជំនាញនៃអន្តរក្រសួងពាក់ព័ន្ធមានដូចជានាយកដ្ឋានកបបនៃក្រសួងពាណិជ្ជកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការចុះត្រួតពិនិត្យទីតាំងខាងលើនេះផងដោយឡែកសាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនិងរងចាំមើលដោយមានការរំពឹងជឿជាក់ចំពោះអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ផ្អែកទៅលើអំពីការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់រាល់អ្វីដែលជាផលប៉ះពាល់ដល់សង្គមជាតិជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាសម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរងចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀតដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឲ្យមានការខាតបង់ដល់ចំណូលជាតិក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅផងដែរអង្គភាពបណ្ដាញផ្សព្វផ្សាយរបស់យើងក៏នឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរស្របតាមច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមអរគុណ